ក្រុមប្រឹក្សាជាតិតស៊ូមើលឃើញថាប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ននៅឯវេទិកាអន្តរជាតិក្នុងប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះលោកហ៊ុនសែនបានរំលឹកពីការពេញចិត្តរបស់គាត់ទាំងស្រុងលើចលនាឈ្លានពានរបស់កងទ័ពវៀតណាមជិត20,000 នាក់ដែលបានជោគជ័យក្នុងការគ្រប់គ្រងប្រទេសកម្ពុជាកាលពីថ្ងៃទី7 ខែមករាឆ្នាំ1979ការប្រកាសរបស់លោកហ៊ុនសែនគាំទ្រការឈ្លានពានរបស់កងទ័ពវៀតណាមលើប្រទេសកម្ពុជា7 មករា1979នៅឯវេទិកាអន្តរជាតិបែបនេះមានន័យថាអ្នកកាន់អំណាចក្រុមគ្រួសារហ៊ុនក៏ប្រកាសបំផ្លាញចោលទាំងស្រុងនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ1991នៅឯវេទិកាអន្តរជាតិដែរហេតុអ្វីបានជាយើងមើលឃើញយ៉ាងដូចនេះមូលហេតុចម្បងនៃការជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺដើម្បីឲ្យដកកងទ័ពវៀតណាមដែលឈ្លានពានប្រទេសកម្ពុជាចេញពីទឹកដីកម្ពុជានិងស្ដារប្រទេសកម្ពុជាឡើងវិញធានាឲ្យកម្ពុជាមានសន្តិភាពមានអធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីអភិក្រិតភាពការបង្រួបបង្រួមជាតិកម្ពុជានិងធានាឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាជាតិតាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវសូមរំលឹកដែរថាក្នុងស្មារតីអាស៊ាន6ប្រទេសមានឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីថៃឡង់និងប្រ៊ុយណៃដេរូសាឡឹមព្រមទាំងអង្គការសហប្រជាជាតិ7 មករា1979គឺជាព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពវៀតណាមលើប្រទេសកម្ពុជាហើយបង្កើតរដ្ឋាភិបាលអាយ៉ងនៅកម្ពុជាធ្វើជាឧបករណ៍របស់ខ្លួនយើងក៏សូមបញ្ជាក់ផងដែរថាបញ្ហាចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានខ្លឹមសារទប់ស្កាត់មិនឲ្យប្រទេសកម្ពុជាវិលទៅកាន់របបអតីតកាលក្នុងនោះក៏មានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាគ្រប់គ្រងដោយកងទ័ពវៀតណាមពីឆ្នាំ1979ដល់មុនថ្ងៃទី30 ខែមិថុនាឆ្នាំ1992ដែលមានលោកហ៊ុនសែនធ្វើជាឧបករណ៍របស់វៀតណាម 100% ដូចជាការអនុវត្តផែនការក5របស់វៀតណាមដែលបានសម្លាប់បរិសុទ្ធខ្មែរពេញកម្លាំងជាង20,000 នាក់កាលណាលោកហ៊ុនសែនរំលឹកអំពីការពេញចិត្តរបស់គាត់លើការឈ្លានពានរបស់កងទ័ពវៀតណាមបែបនេះនោះមានន័យថាលោកហ៊ុនសែននិងក្រុមគ្រួសារហ៊ុនកំពុងទាញកម្ពុជាឲ្យស្ថិតនៅក្រោមអាណានិគមនិយមវៀតណាមកាន់តែចំហឡើងវិញហើយដើម្បីពឹងកម្លាំងវៀតណាមឲ្យជួយគ្រប់គ្រងអំណាចក្រុមគ្រួសារហ៊ុនរីឯកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងត្រូវរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនបិទចោលទាំងស្រុងនេះគឺជាគ្រោះអាសន្នដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាពីព្រោះកាលណាក្រុមគ្រួសារហ៊ុនបំផ្លាញចោលនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះមានន័យថាកម្ពុជាគ្មានសន្តិភាពគ្មានអធិបតេយ្យភាពមិនឯករាជ្យគ្មានអភិក្រិតភាពកាលណាក្រុមគ្រួសារហ៊ុនបិទចោលនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះមានន័យថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនដោះស្រាយបញ្ហាព្រំដែនមិនបង្រួបបង្រួមជាតិមិនបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទៀតទេកាលណាក្រុមគ្រួសារហ៊ុនកំទេចចោលនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះមានន័យថាកម្ពុជាគ្មានការគោរពសិទ្ធិមនុស្សហើយប្រទេសកម្ពុជាក៏គ្មានការជួយជ្រោមជ្រែងទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនិងជំនួយមនុស្សធម៌ជាច្រើនទៀតពីសហគមន៍អន្តរជាតិសេរីប្រជាធិបតេយ្យដែរនេះមានន័យថាប្រទេសកម្ពុជានឹងរអិលទៅក្រោមអាណានិគមនិយមរបស់ប្រទេសវៀតណាមជាថ្មីហើយអ្វីៗនឹងត្រូវវៀតណាមគូសវាសដោយអំឡុងពេលពីថ្ងៃទី7 មករា1979ដល់មុនថ្ងៃទី30 ខែមិថុនាឆ្នាំ1992មុនពេលវត្តមានរបស់អង្គការសហប្រជាជាតិឬក៏ដូចស្ថានភាពនៃប្រទេសឡាវបច្ចុប្បន្ននេះគឺជាគ្រោះអាសន្នធំណាស់សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ក្រុមគ្រួសារហ៊ុនដូច្នេះតម្រូវឲ្យកូនខ្មែរប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រូបង្រៀនលោកគ្រូអ្នកគ្រូយុវជនសិស្សានុសិស្សនិស្សិតកម្មករកសិករត្រៀមខ្លួនដើម្បីទប់ស្កាត់ស្ថានភាពដ៏អាក្រក់នេះហើយដើម្បីអាចទប់ស្កាត់កុំឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្រោមអាណានិគមនិយមរបស់ប្រទេសវៀតណាមមានតែការទាមទារឲ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលត្រកូលហ៊ុនចេញពីអំណាចយកប្រទេសកម្ពុជាមកជូនប្រជាពលរដ្ឋខ្មែរវិញ